ឈើចាស់មួយនៅក្នុងផ្ទះបាយយើងមានស្នាមឆ្កោដែលពួកយើងធ្លាប់បានធ្វើបងប្អូនទាំង5នាក់អង្គុយជុំគ្នាចែកបាយមួយចានទាំងសំណើចសប្បាយកាលនោះពិភពលោកយើងនៅតូចនៅឡើយវ័យទាំងអស់ហាក់ដូចជានៅចិត្តដៃអូអីលើម្នាងដើរតាមផ្លូវរៀងខ្លួនមានចម្ងាយរាប់រយម៉ាយមកខាន់ចែកតែខ្ញុំនៅតែមានអារម្មណ៍ថាបងនៅទីនេះក្នុងរាល់ដងហើមដែលខ្ញុំដកចេញចូលបេះដូងទាំង5លោតក្នុងចង្វាក់តែមួយទោះមេឆ្ងាយក៏យើងមិនដែលបែកគ្នាកម្ដៅពីដៃបងប្អូនគឺជាផ្ទះរកខ្ញុំជាជំរកដ៏សុវត្ថិភាពបំផុតយើងនឹងឆ្លងកាត់រឿងគ្រប់យ៉ាងជាមួយគ្នាចាំទេពេលមេឃភ្លៀងខ្លាំងនៅខាងក្រៅយើងរត់មកជ្រកក្រោមភួយតែមួយបងប្រាប់ខ្ញុំថាកុំខ្លាចសំឡេងកូលាន់ព្រោះយើងមានគ្នាកាប់គ្នាទៅវិញទៅមករូបថតចាំងចាំប្រែពណ៌ទៅតាមកាលវេលារូបថតចាំងផ្ដើមពណ៌ទៅតាមកាលវេលាតែអនុស្សាវរីយ៍មិនដែលចាកចេញពីទីនេះទេបេះដូងទាំង5លោតក្នុងចង្វាក់តែមួយទោះមេឆ្ងាយក៏យើងមិនដែលបែកគ្នាកម្ដៅពីដៃបងប្អូនគឺជាផ្ទះរកខ្ញុំជាជំរកដ៏សុវត្ថិភាពបំផុតយើងនឹងឆ្លងកាត់រឿងគ្រប់យ៉ាងជាមួយគ្នាខ្ញុំខ្លាចការធំដឹងក្តីពេកខ្លាចបាត់បង់ភាពក៏ក្តៅដែរធ្លាប់មានតែពេលខ្ញុំបិទភ្នែកខ្ញុំឃើញស្នាមញញឹមអ្នកទាំងអស់គ្នាវាជាពន្លឺដែលនាំផ្លូវខ្ញុំត្រឡ